សួស្តីអ្នកគ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំចូលមកកាន់ហ្គេមត្រឹមលេខ2026ទៀតហើយអូខេអញ្ចឹងថ្ងៃនេះគឺខ្ញុំមកនិយាយពីការបុក season pass គេអញ្ចឹងអ្នកគ្នាដែលអត់ចេះបុក season pass អ្នកគ្នាអាចទស្សនាវីដេអូខ្ញុំបានអូខេតាអញ្ចឹងខ្ញុំឲ្យខាត់ពេលយូរអញ្ចឹងវីដេអូមុនខ្ញុំនិយាយពីអត្ថប្រយោជន៍នៃការបុក season pass ហើយអញ្ចឹងអ្នកគ្នាឃើញ comment អត់ចេះបុក season pass គាត់សួរខ្ញុំឥឡូវខ្ញុំនឹងធ្វើវីដេអូបង្ហាញអញ្ចឹងអ្នកគ្នាឃើញហើយបច្ចុប្បន្ន account ខ្ញុំគឺថ្មីដែលខ្ញុំទៅបង្កើតទេអ្នកគ្នាឃើញអត់ level 1ទេអ្នកគ្នាអញ្ចឹងយើងចូលមកបុក season pass មកដើម្បីយើងអុសវាបានកន្លងក free បច្ចុប្បន្នគឺ free កន្លងកយើងនៅពេលយើងបុក season pass នេះគេអាចអុសមើលបាននេះអញ្ចឹងអត្ថប្រយោជន៍វាមានในការមើលនេះមានកាក់មានត្បូងច្រើនហើយពេលយើងអុសយើងអុសដល់នេះវាមានជំរើស2គេឲ្យយើងរើសកន្លងកមានមួយ Julian Alvarez ហើយនិង Rafinha យ៉ាងគ្នាអញ្ចឹងយើងអុសដល់ហ្នឹងយើងអាចរើសបានមួយអញ្ចឹងយើងបុកគឺចំណេញហើយខ្ញុំមើលតម្លៃវាគឺធូរថ្លៃអូខេអ្នកគ្នាឥឡូវខ្ញុំធ្វើការទិញ season pass ហ្នឹងអញ្ចឹងvisa card គឺហ្នឹងគេបោកតាម visa card នេះអញ្ចឹង visa card ខ្ញុំគឺខ្ញុំភ្ជាប់ជាមួយ Apple ID ហើយអញ្ចឹងវាងាយស្រួលក្នុងការយើងទិញ top up អីចឹងអូខេឥឡូវខ្ញុំវាយលេខកូដសិនអញ្ចឹងនេះលេខកូដអូខេ Apple ID យើងអូខេឥឡូវយកចូលជ័យអីអញ្ចឹងចាំមើលខ្ញុំទិញគឺវាងាយស្រួលនេះអត់មានអីពិបាកទេអញ្ចឹងអ្នកគ្នាចង់ទិញតាម visa card ក៏បានទិញតាម smart pay ក៏បានដែរនេះអូខេឥឡូវយើងរងចាំតិចវាដំណើរការឲ្យអូខេយើងឃើញពាក្យវានេះយើងទិញឲ្យវាទូទាត់ឲ្យនេះ$1.99សេននេះឃើញអត់វា load មក AC ណាអញ្ចឹងយើងចុច OK មក nice អញ្ចឹងយើងអាចនេះឃើញអត់យើងបាន season pass ហើយយើងមានរយៈពេល7ថ្ងៃ season pass ហ្នឹងណាចុចខ្ញុំធ្វើការឈូសវាមកអញ្ចឹង20ត្បូងហើយនឹង500កាក់អញ្ចឹងយើងអាចរើសបានមួយឥឡូវខ្ញុំដំបូង account ខ្ញុំវាទូចអញ្ចឹងខ្ញុំពិបាក farm កាក់អញ្ចឹងខ្ញុំត្រូវការទិញជ្រើសរើសកាក់សិននេះដំបូងចាំពេលក្រោយព្រោះវាពិបាក farm បើ account ខ្ញុំ cover ទូចអញ្ចឹងពិបាក farm អញ្ចឹងខ្ញុំត្រូវការយក500កាក់សិនអញ្ចឹងយកដល់ខ្ញុំលេងអូសឲ្យបានកន្លែងកនេះអូខេអញ្ចឹងយើងអាចទិញបានហើយអូខេអញ្ចឹងសម្រាប់អ្នកគ្នាដែលចង់ទិញចង់ farm ចង់ top up អីគ្នាអាចមើលវីដេអូខ្ញុំបានធ្វើតាមខ្ញុំប្រាប់ទៅវាងាយស្រួលអូខេអញ្ចឹងវីដេអូខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេមកបង្ហាញអ្នកគ្នាពីការ top up ឃើញអ្នកគ្នា comment សួរខ្ញុំច្រើនហើយនេះខ្លាក៏ខ្ញុំវាតិចហ្នឹងចេញទៅការទិញ season pass មកវាស្រួល farm ជាងមុនអូខេអញ្ចឹងវីដេអូយើងខ្លីទេថ្ងៃហ្នឹងគឺមិនថាគ្នាជាប្រយោជន៍សម្រាប់អ្នកគ្នាហើយអ្នកគ្នាជួយចុច like ហើយ subscribe channel ថ្មីខ្ញុំមួយផងដើម្បីបានវីដេអូ